Bà bóng ôn tỏ khía bà nơi hàng coi không chung đấyคือจะទី3របស់លោកគ្រូអ្នកគ្រូបាទដែលមានទំហំ10គុណនឹង20កម្ពស់3ជាន់បងប្អូនអញ្ចឹងបងប្អូនថាជាចាំហើយតើតោងនឹងរឿងរ៉ាវរបស់គាត់លោកគ្រូអ្នកគ្រូដែលខ្ញុំចំណាំតែ like ចែករំលែកបងប្អូនយើងទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំឆ្លៀតមកមើលការឋានគ្នាជាងយើងគាត់ធ្វើចឹងឥឡូវយើងកំពុងតែឡើងទៅដល់ជាន់លើហើយបាទត្រៀមនឹងចាក់ប្លង់សេស្លឹកទី3មួយទៀតគឺយើងចប់គ្រប់ហើយដល់ការងារបូកផ្សេងម្ដងបងប្អូនចឹងបងប្អូនចាប់អារម្មណ៍ទេពាក្យថាផ្ទះទី3ណាបានតែគាត់មានផ្ទះទី1ទី2នេះគឺជាផ្ទះទី3របស់គាត់ចឹងផ្ទះទី1របស់គាត់ចាប់ផ្ដើមអំពីការកែដំបូលទេណាបងប្អូនអរគ្នាបាទការកែដំបូលទេហើយឥឡូវនេះសរុបផ្ទះទី1ទី2របស់គាត់ហ្នឹងគឺមានសម្បុកមួយខែចូល20គីឡូជាងហើយបាទអញ្ចឹងគាត់មានលទ្ធភាពគាត់ឆ្លៀតមកធ្វើផ្ទះទី3បានតែគាត់យកលុយចំណូលពីផ្ទះទី1ទី2របស់គាត់យកមកបង្កើតផ្ទះទី3នេះដោយគាត់ប្រើប្រាស់នៅដើមទុនធនាគារមួយចំនួនបាទហើយក៏យកលុយពីសម្បុកទីកម្មដែលលក់បានហ្នឹងយកទៅបង់សងធនាគារទៅអញ្ចឹងបច្ចុប្បន្ននេះជីវភាពរបស់គាត់គឺប្រែប្រួលខ្លាំងមែនទេណា360ដឺក្រេបាទល្អប្រសើរហើយខ្ញុំក៏ជាអ្នករៀបចំជូនគាត់ក៏មានភាពរីករាយក៏សប្បាយចិត្តក៏មានមោទនភាពដែរដែលបានធ្វើឲ្យភ្ញៀវរបស់យើងទទួលបាននៅលទ្ធផលជោគជ័យរួមទាំងរីកចម្រើនជីវភាពរីកចម្រើនជីវភាពប្រសើរឡើងនៅក្នុងក្រុមគ្រួសាររបស់គាត់បាទអញ្ចឹងក្នុងគណៈពេលនេះចង់រំលឹកនៅគំនិតមួយជូនទៅដល់បងប្អូនយើងឲ្យបានជ្រាបថាហេតុអ្វីបានជាគាត់ហ៊ានវិនិយោគ1 2 3មកដល់បច្ចុប្បន្នបាទអញ្ចឹងចម្លើយខ្លីៗងាយៗបងប្អូនយើងអាចគិតបានគឺដោយសារបងនេះគឺនាំឲ្យគាត់រីកចម្រើននាំឲ្យគ្រួសារគាត់មានសុភមង្គលធ្វើឲ្យគាត់មានពេលវេលាគ្រប់គ្រាន់គាត់ចង់ដើរលេងគាត់ចង់ទៅលេងបច្ចុប្បន្នកូនគាត់បញ្ជូនទៅរៀនពេញហើយគាត់ចង់ទៅលេងកូនគាត់ទៅបានដល់ខែដល់ពេលវេលាមកបេះសម្បុកគាត់អត់រវល់អត់ពិបាកអញ្ចឹងណាចឹងដោយសាររបបមួយនេះគឺបង្កភាពងាយស្រួលដល់គាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាមានផាសុកភាពទាំងផ្លូវកាយទាំងផ្លូវចិត្តមិនមានសម្ពាធបាទមិនធ្វើឲ្យគាត់រវល់ច្រើនមិនធ្វើឲ្យគាត់ពិបាកក្នុងការគ្រប់គ្រងចាត់ចែងច្រើនប៉ុន្តែចំណូលវិញគឺល្អប្រសើរមែនទែនបងប្អូនអញ្ចឹងចម្លើយដល់ខ្លីគឺប៉ុណ្្នឹងបានន័យថាដោយសាររបបមួយនេះគឺបានបង្កភាពងាយស្រួលបានបំពេញនៅអ្វីដែលជាតម្រូវការរបស់គាត់អញ្ចឹងធម្មតាយើងទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាមានពីណាគេចង់លំបាកទេក៏គ្មានពីណាគេចង់ធ្វើការងារដែលលំបាកដែរប៉ុន្តែនៅពេលដែលគាត់ស្គាល់របបមួយនេះចាប់ដើមប្រឡូកចូលរបបនេះធ្វើសាងសង់ជាមួយខ្ញុំនេះគាត់ឃើញថាអ្វីដែលខ្ញុំចែករំលែកអ្វីដែលខ្ញុំនិយាយគឺគាត់យកទៅអនុវត្តទៅគឺទទួលបានលទ្ធផលពិតអ្វីដែលគាត់ទទួលបានក៏ពិតជាក់ស្ដែងដូចគ្នាដែរអញ្ចឹងជាហេតុធ្វើឲ្យគាត់បច្ចុប្បន្ននេះគឺទៅទីណាដើរទៅកន្លែងណាគឺសម្លឹងមើលតែទីតាំងភូមិសាស្ត្រសម្លឹងមើលតែដីដែលគេដាក់ផ្លាកលក់សួរនាំគេឃើញដំណឹងគាត់ទិញទុកហើយគាត់នៅមានកម្រងទី4កម្រងទី5កម្រងទី6បន្តទៀតបងប្អូនព្រោះគាត់ថារបបមួយនេះគឺបង្កភាពងាយស្រួលដល់គាត់ខ្លាំងអញ្ចឹងគាត់មិនសម្លឹងឃើញថារបបណាស្រួលជាងនឹងទេបាទគាត់ជាគ្រូបង្រៀនបងប្អូនហ្នឹងហើយមិនគ្រូបង្រៀនគឺការងារមិនធ្ងន់ទេប៉ុន្តែនិយាយថាស្រួលក៏មិនស្រួលដែរព្រោះត្រូវការស្រែកត្រូវការនិយាយត្រូវការបញ្យលត្រូវការរកវិធីសាស្ត្រគ្រប់គ្រងសិស្សដែលល្អសិស្សដែលខូចសិស្សដែលកិច្ចសាលាទៅធ្វើម៉េចវិធីសាស្ត្របង្រៀនគាត់បកស្រាយលំហាត់បែបម៉េចឲ្យគាត់ចេះឲ្យគាត់យល់ឲ្យគាត់ចាប់បានសិតតែប្រើគូក្បាលប្រើការគិតពិចារណាច្រើនតែនៅពេលដែលគាត់បានស្គាល់របបមួយនេះធ្វើឲ្យគាត់លុយរបស់គាត់មានគឺគាត់សេរីសម្រាប់តែវិនិយោគបន្តទៅលើរបបជាកម្មបងប្អូនចឹងសង្ឃឹមថាចម្លើយរបស់ខ្ញុំមួយនេះជាដើមទុនក៏ជាគំនិតខ្លះៗជូនទៅដល់បងប្អូនយើងដែលកំពុងតែសម្លក់សម្លឹងតាមដានចង់សាងសង់ចង់មានផ្ទះជាកម្មនឹងគេប៉ុន្តែនៅតាក់ទៅចឹងបងប្អូនអាចមើលវីដេអូនេះហើយអាចចែករំលែកវីដេអូនេះហើយទៅដល់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាដែលមានបំណងចង់សាងសង់ជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណបាទបាយបាយ